សមាជិកគឺជាមេសហជីពគឺជាតំណាងសហជីពគឺតំណាងឲ្យប្រជាពលរដ្ឋទាំងអស់មានដល់មន្ត្រីរាជការមួយចំនួនតែមិនចូលក្នុងទីនេះចង់បាននៅយុទ្ធធម៌មួយត្រឹមត្រូវហើយយើងដឹងថាការជិះចាប់សម័យទឹកបបែកហ្នឹងគឺបើបើយុទ្ធធម៌ចិនមួយកម្មករចុះបាកម្មករត្រង់មកបានមកដល់បំបត្តិហ្នឹងណាមនុស្សស្លាប់ច្រើនណាស្លាប់បើប្រត់បែកហ្នឹងរឿងផ្សេងស្លាប់បាញ់ទៅចោលរឿងផ្សេងទៀតចឹងធ្វើឲ្យពួកយើងខ្ញុំហ្នឹងមិនច្បាស់ទេហើយខ្លាំងជាមួយនឹងប្រទេសបារាំងដោយសារតែគាត់ជាជនជាតិបារាំងដូច្នេះគាត់ដឹងទៅរដ្ឋាភិបាលបារាំងដើម្បីរដ្ឋាភិបាលស្វែងរកយុទ្ធធម៌ជូនគាត់បានចឹងអ្វីក៏ដោយខ្ញុំសូមជម្រាបដែរថាការធ្វើអ្វីមួយដែលអំពើហិង្សាណាមួយដែលពុកប្រាប់បាយបាយបាញ់គ្នាផងណាគេយកបាញ់ទៅបាត់ចំជើងបោះទៀតគឺដឹងទៅគេណាបាទយើងមើលទៅរយៈពេលកន្លងមកអត់តែជាក្រុមមួយទេដែលគាត់ជាខ្មែរហើយខ្ញុំដាក់បណ្ដឹងនៅកម្ពុជាប៉ុន្តែនៅកម្ពុជានេះវារយៈពេល20ឆ្នាំដែរហើយក្នុងការបាញ់ពលករអត់ក្នុងការបាញ់កម្លាំងជាណាចឹងយើងនិយាយត្រង់ៗគេថាខ្ញុំមានសង្ឃឹមថាតឡាការនៅប្រទេសបារាំងមានវិសាលភាពល្អសម្រាប់ពលយុទ្ធធម៌ចំពោះរឿងរងគ្រោះបាទរយៈពេល28ឆ្នាំនេះនៅមានកតិកាច្រើនទៀតណាដែលជាកម្មការនេះណាការច្រើនណាដូច្នេះគាត់ចាប់នៅពេលដែលគាត់បាត់បង់ដៃយើងសាច់របស់គាត់តែដល់ពេលឃើញគាត់បានយើងនឹកឃើញថានោះមានកម្មដកអ្នកស្លាប់គឺស្លាប់មែនតែអ្នកដែលនៅរស់ត្រូវតែបន្តវីរភាពវីរភាពនឹងឯងដែលចង់បង្ហាញទៅពិភពលោកទៅកូនខ្មែរចំនួនក្រោយថាគឺមិនដែលបំភ្លេចចោលទេហើយថាការពីប្រមាណឆ្នាំមុនមានអំពើហិង្សាទៅលើជនខាងក្រៅទៅលើកម្មករទៅលើមន្ត្រីរាជការទៅលើគណៈបកខាងហើយការធ្វើរបៀបនេះគឺថាចង់សម្រាប់ដើម្បីបំបត្តិអ្នកជាចាប់ដៃសម្រាប់ពួកកម្មករសម្រាប់អ្នកមន្ត្រីរាជការមួយចំនួនដែលមិនពេញចិត្តទៅនឹងប្រព័ន្ធយុតិធម៌ពេញចិត្តទៅនឹងប្រព័ន្ធទាំងឡាយណាដែលវាអសកម្មដែលវាមិនល្អសម្រាប់ជាតិអញ្ចឹងអ្វីដែលបន្សល់ទុកគឺក្មេងជំនាន់ក្រោយវាបានមកក្នុងកន្លែងនេះវាថាចាយដៃនេះអត់បានមានចាយដៃទេគេសួរបាទអញ្ចឹងគឺថាអញ្ចឹងនៅពេលនេះគឺជាចាយដៃនេះគឺដំណើរវិមិត្តទៅរូបនៃអ្នកស្លាប់ដោយសារទាមទារនៅប្រព័ន្ធយុត្តិធម៌